ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះថ្ងៃចុងសប្តាហ៍អញ្ចឹងខ្ញុំតនេអាចឆ្លៀតមកថតវីដេអូបង្ហាញតកតងជាមួយនឹងថ្ងៃនេះតកតងជាមួយនឹងការផ្សំដើមក្រូចណាសាកក្រូចនេះគឺខ្ញុំផ្សំនេះគឺក្រូចឆ្មាដែលយើងយកជាអាកតូជាប់ឲ្យយើងផឹកកាហ្វេដែលសម្បកកាហ្វេចាស់ដែលយើងផឹកហើយយើងសល់ហ្នឹងយើងយកមកច្នៃវាធ្វើជាកាហ្វេដែលធ្វើជាផើងវាហើយក្នុងនេះយើងបានផ្សំវារយៈពេល3សប្តាហ៍ហើយ3សប្តាហ៍គឺវាដុះលឿនតែម្ដងវាដុះឬខ្ចីហើយណាអញ្ចឹងប្រហែលជាយើងទុកប្រហែលជា2សប្តាហ៍ទៀតយើងអាចកាត់បានហើយវារឹសវាឡើងពណ៌លឿងអាហ្នឹងវាចាស់ហើយយើងអាចកាត់បានណាហើយចឹងក្នុងនេះគឺយើងដាក់ដីដែលយើងមានលាយកំប៉ុស្តស្រាប់យើងដាក់ឲ្យវាទៅវាឆាប់ដោះដែរហើយសម្រាប់ការកាត់តែងផ្សំហ្នឹងគឺយើងបានប្រើអរម៉ូនជំនួយដែរអរម៉ូនធម្មជាតិតែយើងយកទាផ្ទុយកពើណាយកទាផ្ទុយពើនៅលាបកន្លែងស្នាមកាត់ជាងហ្នឹងធ្វើឲ្យយើងឆាប់ដោះធ្វើឲ្យយើងឆាប់ដោះរឹសដែរបាទហើយឥឡូវយើងទៅមើលមួយទៀតជាទៅមើលមួយទៀតដែលខ្ញុំបានសំវានេះអានេះដោះរឹសរៀងចាស់ជាងអានោះបន្តិចរៀងចាស់ជាងបន្តិចនេះឃើញទេរៀងអានោះសខ្ចីអានេះអត់ទេរៀងសដែររៀងចង់ពណ៌លឿងហើយអញ្ចឹងអានេះឆាប់កាត់ទេអានេះយ៉ាងយូរ2សប្តាហ៍យើងអាចកាត់បានហើយបាទអញ្ចឹងក្រូចនេះក្រូចយ៉ាងធំដែរណាក្រូចផ្លែធំដែរបាទហើយនេះគឺខ្ញុំសាកយកអាជាងទិញនៅលើទីផ្សារផ្សំវាដាក់ស្កីដូងសាកដោយសារខ្ញុំផ្សារនេះមើលទៅអានេះរៀងស្រួលជាងដោយសារតែអានោះវាអត់ពិបាកនឹងចងទេបាទអាផើងដាក់កាហ្វេនោះកតូដាក់កាហ្វេនេះយើងរៀងពិបាកផ្សំបន្តិចដោយសារតែវាត្រូវការចងរញ៉ៃជាងអានេះអត់ទេយកមកកាប់តែម្ដងណាអញ្ចឹងអានេះខ្ញុំសាកទៅមើលទៅជាស្រួលច្រើនជាងនោះស្រួលឆ្ងាយជាងស្រួលច្រើនតែម្ដងអានេះផ្សំបានចូល10ថ្ងៃហើយចាំមើលរងចាំវាតើរយៈពេលប៉ុន្មានដែលវាអាចដោះរឹសចេញបានចាំមើលរងចាំបន្តបាទអានេះជាទិដ្ឋភាពក្រូចគឺមែកក្រូចនេះគឺញ៉េះតែម្ដងមែកក្រូចនេះដល់យើងនេះយើងមិនបានធ្វើការកាត់មែកវាចោលខ្លះតែមែកវាហើយខែភាសាទៀតគឺវាដោះលឿនតែម្ដងអញ្ចឹងញ៉ាស់ពេកណាវាជាប់គ្នាខ្លាំងពេកអញ្ចឹងអរគុណច្រើនវីដេអូនេះយើងមានតែប៉ុណ្្នឹងទេអរគុណជម្រាបលា